នេះនឹកឃើញចង់បញ្ចូលសំឡេងអញ្ចឹងមកបាត់ដំបងបាន8ថ្ងៃហើយថ្ងៃទី4ខែ5អញ្ចឹងខ្ញុំមកកន្លែងកាហ្វេហាងកាហ្វេមួយកន្លែងឈ្មោះថា Lab Coffee អញ្ចឹងហាងកាហ្វេ Lab នេះនៅជាន់ទី2អ្នកទាំងអស់គ្នានៅម្ដុំចិត្តផ្សារណាត់បាត់ដំបងយើងនឹងដោយសារមានការរីកចម្រើនពីTikTok អីចឹងទៅខ្ញុំបើកឃើញទៅក៏មកតាមគេតាមឯងទៅមកអ្នកបដាយមកកាហ្វេ Tube នេះអញ្ចឹងគេមានកាហ្វេល្បីៗនឹងនេះឆ្ងាញ់ដែរទាំងអស់គ្នាអញ្ចឹងអាចមកលេងបានចុះដោយសារតែនឹកឃើញចង់បញ្ចូលសំឡេងទៅតាមការពិតខ្ញុំងាយបញ្ចូលសំឡេងទៅខ្ញុំจะដាក់បាត់ចម្រៀងអញ្ចឹងគាត់ថាមកបាត់ដំបងបាន8ថ្ងៃនេះដើរហាងកាហ្វេបានច្រើនដែរថតរូបស្អាតអញ្ចឹងទាំងអស់គ្នាហើយអញ្ចឹងមកលើកនេះគឺខ្ញុំទៅចូលទៅហាងកាហ្វេសពល្ងាចឡើងគឺចូលញ៉ាំតែបៃតងតាមហាងកាហ្វេផ្សេងហ្នឹងដែលគេរីកចម្រើនកន្លែងថតរូបស្អាតព្រោះថាចូលចិត្តដើរថតរូបមើលផឹកកាហ្វេថតរូបអីចឹងទៅមើលទេសភាពអីចឹងចេញមកក្រៅពីហាងកាហ្វេនេះមកយើងឃើញអាគារវឌ្ឍនៈនៅខាងក្រៅប្រចាំបាត់ដំបងមកអត់គ្នាខ្ពស់នៅខាងលើមាន Sky Bar ដែរខ្ញុំធ្លាប់ឡើងតាំងពីឆ្នាំប្រហែលឆ្នាំមុនបងប្អូនគ្នា